ពលរដ្ឋថាប៉ះពាល់ឆ្នាំងបាយខ្លួនអញ្ចឹងតើបានចៅសង្កាត់ចំចៅមួយប្តឹងដកតំណែងលោកប៉ាងលីដាថ្មីនេះពលរដ្ឋបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញករណីលោកកងវងដែលជាចៅសង្កាត់ចំចៅមួយបានបង្ហាញការមិនពេញចិត្តនិងប្រមានប្តឹងដកតំណែងលោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យថាបានមើលងាយខ្លួនតាមរយៈការចោះធ្វើសកម្មភាពផ្សេងៗនៅក្នុងមូលដ្ឋានសង្កាត់ចំចៅមួយយ៉ាងណាជុំវិញរឿងនេះផងដែរបើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនបានឲ្យដឹងថាដីចំណីផ្លូវសាធារណៈស្ថិតនៅជាប់បណ្ដោយរបងរោងចក្រកាណាឌីយ៉ាភូមិត្រពាំងថ្លឹង2សង្កាត់ចោមចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញត្រូវបានអាជីវករមកពីទីជិតឆ្ងាយធ្វើសំណង់រឹងមាំធ្វើតូបលក់ដូរតូចធំនិងធ្វើបង្គន់អនាម័យប្រើប្រាស់ជាកម្មសិទ្ធិឯកជនអស់ហើយករណីនេះត្រូវបានប្រភពព័ត៌មានបង្ហាញថាចៅសង្កាត់ចោមចៅមួយឈ្មោះកងវងជាអ្នកជួលដីទាំងនោះឲ្យទៅអាជីវករក្នុងតម្លៃ$30 $40 $50ក្នុងមួយខែឬក៏ថ្លៃលើសពីនេះទៅទៀតដើម្បីធ្វើតូបលក់ដូរជាអាជីវកម្មដោយខុសច្បាប់និងរំលោភយកដីចំណីសាធារណៈយ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យបាត់បង់សោភ័ណភាពបរិស្ថានអនាម័យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈធ្វើឲ្យស្ថានភាពផ្លូវមានសភាពតូចចង្អៀតធ្វើឲ្យកម្មការនីបង្ខំចិត្តដើរនៅលើផ្លូវឡានម៉ូតូជាមួយគ្នានេះផងដែរសារព័ត៌មានជាច្រើនបានព្យាយាមតាក់ទងជាច្រើនដងទៅកាន់លោកចៅសង្កាត់ចោមចៅមួយកងវងដើម្បីសុំការស្រាយបំភ្លឺប៉ុន្តែទូរស័ព្ទចូលមិនមានការឆ្លើយតបខណៈដែលអ្នកសារព័ត៌មានបានឆាតសួរតាមប្រព័ន្ធ Telegram ក៏ស្ងាត់សូន្យឈឹងផងដែរយ៉ាងណាមិញបើតាមអ្នកច្បាប់ម្នាក់បានបង្ហាញថាការដែលអាជ្ញាធរឬក៏បុគ្គលណាយកដីចំណីផ្លូវសាធារណៈទៅជួលឲ្យបុគ្គលឬក៏នរណាម្នាក់គឺជាការប្រព្រឹត្តអំពើពុករលួយដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់ជុំវិញរឿងនេះផងដែរពលរដ្ឋម្នាក់បានបញ្ចេញមតិថាត្រូវណាស់គួរស៊ើបអង្កេតឲ្យបានច្បាស់ហើយយកបុគ្គលនោះទៅអនុវត្តតាមច្បាប់ពលរដ្ឋម្នាក់ទៀតបានបញ្ចេញមតិដែរថាយើងត្រូវហ៊ានធ្វើដើម្បីកែប្រែកម្ពុជាសម្រាប់យើងទាំងអស់គ្នាមនុស្សដែលក្បត់សច្ចៈបោកប្រាស់ពលរដ្ឋលួចឧត្តមកតេគ្មានភាពស្មោះត្រង់ព្រោះតែតំណែងពុករលួយយូរហើយ ACU គួរស៊ើបអង្កេតកាលពីមុនរើចេញម្ដងហើយលក់វិញលើសដើមពលរដ្ឋខ្លះទៀតក៏បានបញ្ចេញមតិដែរថាប៉ះពាល់ឆ្នាំងបាយគេអញ្ចឹងតើបានប្រតិកម្មជាមួយនឹងលោកប៉ាងលីដាខ្លាំងម្ល៉េះមុខផ្សារកាណាឌីយ៉ាអ្នកលក់ពេញនឹងលើផ្លូវសាធារណៈចាប់ពីម៉ោង3កន្លះរសៀលដល់ម៉ោង8យប់ស្ទះពេញនឹងអត់ដែលឃើញអាជ្ញាធរណាសម្រួលចរាចរណ៍នោះឡើយត្រឹមចៅសង្កាត់ផងប៉ុណ្ណឹងហើយចុះបើឡើងចវាយខណ្ឌទៀតមិនដឹងយ៉ាងណាស្អុយក្លិនក្លៀកបណ្ដាហើយពលរដ្ឋម្នាក់ទៀតក៏បានបញ្ចេញមតិដែរថាបើជាការពិតមែននោះចៅសង្កាត់រូបនេះត្រូវអស់តំណែងហើយជាប់គុកទៀតទើបត្រូវហើយ